ចំនួនរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ចាប់ផ្ដើមផ្ទុះហើយប្រទេសអ៊ីស្រាអែលបានអះអាងនៅថ្ងៃទី13ខែមិថុនាឆ្នាំ2025នេះថាខ្លួនបានបើកការវាយប្រហារគោលដៅទៅលើនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដើម្បីរារាំងទីក្រុងតេហីរ៉ង់ពីការអភិវឌ្ឍអាវុធបរមាណូយ៉ាងណាមិញប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ពីការផ្ទុះខ្ទោខ្ទារួមទាំងនៅរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដ៏សំខាន់របស់អ៊ីរ៉ង់ផងដែរជុំវិញប្រតិបត្តិការវាយសង្គ្រោះរបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់ហៅថាប្រតិបត្តិការ Rising Lion អ៊ីស្រាអែលបានអះអាងថាខ្លួនកំពុងកំណត់គោលដៅទៅលើមេបញ្ជាការនិងរោងចក្រផលិតមីស៊ីអ៊ីរ៉ង់ខណៈទីក្រុងតេហីរ៉ង់បានប្រកាសដាក់ប្រទេសនៅក្នុងភាពអាសន្នត្រៀមវាយប្រហារសងសឹកដោយមីស៊ីនិងយន្តហោះគ្មានមនុស្សបើកជាមួយគ្នានេះនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានលើកឡើងនៅក្នុងសារវីដេអូមួយថាយើងកំពុងស្ថិតក្នុងដំណាក់កាលសម្រាប់ចិត្តមួយនៅក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែលបានកំណត់គោលដៅទៅលើអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ដែលកំពុងធ្វើការលើគ្រាប់បែកនុយក្លេអ៊ែរកម្មវិធីមីស៊ីលផ្លោងនិងកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅក្នុងទីក្រុងណាន់តាក្នុងប្រតិបត្តិការដែលនឹងបន្តជាច្រើនថ្ងៃជាមួយគ្នានេះរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Katz បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាបន្ទាប់ពីការវាយប្រហារទុកជាមុនដោយរដ្ឋអ៊ីស្រាអែលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងរដ្ឋអ៊ីស្រាអែលនិងប្រជាជនស៊ីវិលរបស់ខ្លួនត្រូវបានគេរំពឹងថានឹងស្ថិតក្នុងពេលវេលាជាក់លាក់ភ្លាមៗលើសពីនេះមន្ត្រីយោធាអ៊ីស្រាអែលបានបង្ហាញថាអ៊ីស្រាអែលកំពុងវាយប្រហារឥតសំចៃដៃទៅលើគោលដៅនុយក្លេអ៊ែរនិងយោធារបស់អ៊ីរ៉ង់ទន្ទឹមគ្នានេះដែររដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានសង្កត់ធ្ងន់ថាអ៊ីស្រាអែលធ្វើសកម្មភាពឯកតោភាគីក្នុងគោលបំណងដើម្បីប្រតិបត្តិការចាំបាច់សម្រាប់ការការពារខ្លួនតែយ៉ាងណាមិញលោក Rubio បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយប់នេះអ៊ីស្រាអែលបានចាត់វិធានការឯកតោភាគីប្រឆាំងនឹងអ៊ីរ៉ង់យើងមិនពាក់ព័ន្ធនឹងការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់នោះទេហើយអតិភិបកម្ពុជារបស់យើងគឺការពារកងកម្លាំងអាមេរិកនៅក្នុងតំបន់ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថាអ៊ីរ៉ង់មិនគួរប្រហើនកំណត់គោលដៅផលប្រយោជន៍ឬក៏បុគ្គលិករបស់អាមេរិកនោះទេជុំវិញរឿងរ៉ាវមួយនេះចារកម្មរបស់សហរដ្ឋអាមេរិកបានបង្ហាញថាអ៊ីស្រាអែលកំពុងរៀបចំសម្រាប់ការវាយប្រហារប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ខណៈយោធាអាមេរិកកំពុងរៀបចំផែនការសម្រាប់គ្រប់គ្រងស្ថានភាពនៅតំបន់មជ្ឈមបូព៌ារួមទាំងលទ្ធភាពនៃការជម្លៀសជនស៊ីវិលរបស់អាមេរិកនៅតំបន់មជ្ឈមបូព៌ាផងដែរដែលឡែកប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានបញ្ជាក់នៅថ្ងៃទី13ខែមិថុនាឆ្នាំ2025នេះថាអំពីការសម្លាប់មេបញ្ជាការឆ្មាំបដិវត្តរបស់អ៊ីរ៉ង់ម្នាក់មានឈ្មោះថា Hossein Salami នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលគូបញ្ជាក់ថាមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានលើកឡើងថាថ្នាក់ដឹកនាំកម្ពុជារបស់ទីក្រុងតេហីរ៉ង់កំពុងរៀបចំកិច្ចប្រជុំសន្តិសុខកម្ពុជាមួយត្រៀមខ្លួនទប់ទល់ជាមួយនឹងអ៊ីស្រាអែលក្រោយទីក្រុងសេរូសាឡឹមបានកំណត់គោលដៅទៅលើទីតាំងនុយក្លេអ៊ែររោងចក្រផលិតមីស៊ីលនិងទីបញ្ជាការយោធារបស់អ៊ីរ៉ង់ក្រោយពីអ៊ីរ៉ង់បានប្រកាសវាយប្រហារនិងសងសឹកទៅលើប្រទេសអ៊ីស្រាអែលព្រមទាំងវាយប្រហារទៅលើមូលដ្ឋានទ័ពរបស់អាមេរិកគណៈពេលនេះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក៏បានប្រកាសថាបុគ្គលិករបស់សហរដ្ឋអាមេរិកកំពុងតែត្រូវបានជម្លៀសចេញពីតំបន់មជ្ឈមបូព៌ាព្រោះវាអាចជាទីតាំងដ៏គ្រោះថ្នាក់ដោយបន្ថែមថាសហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរនោះទេទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាសហរដ្ឋអាមេរិកកំពុងរៀបចំការជម្លៀសដោយផ្នែកនៃស្ថានទូតអ៊ីរ៉ាក់របស់ខ្លួនហើយនឹងអនុញ្ញាតឲ្យទាហាននៅក្នុងបន្ទង់ចាក់ចែងពីទីតាំងជុំវិញតំបន់មជ្ឈមបូព៌ាដោយសារហានិភ័យសន្តិសុខកើនឡើងនៅក្នុងតំបន់ការសម្រេចចិត្តនេះកើតឡើងក្នុងពេលដែលមានការប្រែប្រួលនៅក្នុងតំបន់គណៈកិច្ចខិតខំប្រឹងប្រែងរបស់លោក Donald Trump ក្នុងការឈានដល់កិច្ចប្រឹងប្រែងនុយក្លេអ៊ែរជាមួយនឹងអ៊ីរ៉ង់ហាក់ដូចជាមានការជាប់គាំងទន្ទឹមនឹងនោះចារកម្មរបស់អាមេរិកបានបង្ហាញថាអ៊ីស្រាអែលបាននឹងកំពុងរៀបចំការវាយប្រហារប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់លោក Donald Trump បានគម្រាមហើយម្ដងហើយម្ដងទៀតថានឹងវាយប្រហារទៅលើអ៊ីរ៉ង់ប្រសិនបើការចរចាជាមួយនឹងបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានការបរាជ័យហើយលោក Donald Trump កាន់តែមានទំនុកចិត្តថាទីក្រុងតេហីរ៉ង់នឹងយល់ព្រមបញ្ឈប់ការចម្រាញ់នៅសារធាតុអ៊ុយរ៉ាញ៉ូមរដ្ឋមន្ត្រីការពារជាតិរបស់អ៊ីរ៉ង់វិញគឺលោក
អាស៊ីនីសេសាដេក៏បាននិយាយផងដែរថាប្រសិនបើអ៊ីរ៉ង់ទទួលរងការវាយប្រហារអ៊ីរ៉ង់នឹងសងសឹកដោយការវាយលុកទៅលើមូលដ្ឋានទ័ពរបស់អាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ានេះហើយក្នុងនោះមេដឹកនាំរបស់សហរដ្ឋអាមេរិកលោក Donald Trump ក៏បានប្រាប់ទៅដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ផងដែរថាប្រសិនបើអ៊ីរ៉ង់វាយប្រហារសងសឹកមកលើទីក្រុងយេរូសាឡឹមអាមេរិកនឹងជួយការពារអ៊ីស្រាអែលបើយោងទៅតាមការចុះផ្សាយរបស់សារព័ត៌មាន Fox News ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump រូបនេះបានអះអាងថាទីក្រុង Washington នឹងលូកដៃចូលជួយអ៊ីស្រាអែលបើអ៊ីរ៉ង់ហ៊ានតែសងសឹកវិញការប្រកាសដូចនេះធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លាដាក់ទៅលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី13ខែមិថុនាឆ្នាំ2025នេះអ្នកធ្វើបទបង្ហាញរបស់សារព័ត៌មាន Fox News លោក Brett Bauer បាននិយាយថាក្រោយបានជជែកជាមួយនឹងលោក Donald Trump មេដឹកនាំអាមេរិករូបនេះនៅតែអះអាងថាទីក្រុង Washington មិនមានការជាប់ពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់នោះទេយ៉ាងណាមិញលោក Donald Trump បានបញ្ជាក់យ៉ាងច្បាស់ៗថាអាមេរិកនឹងជួយការពារអ៊ីស្រាអែលប្រសិនបើមានការវាយប្រហារសងសឹកពីប្រទេសអ៊ីរ៉ង់វិញទន្ទឹមនឹងនោះលោក Donald Trump បានលើកឡើងថាអ៊ីរ៉ង់មិនអាចមានគ្រាប់បែកនុយក្លេអ៊ែរបានទេហើយយើងសង្ឃឹមនឹងត្រឡប់ទៅតុចរចាវិញយើងនឹងរងចាំតាមដានយ៉ាងហោចណាស់ទីតាំងចំនួន8សំខាន់ៗរបស់អ៊ីរ៉ង់បានរងការវាយប្រហារដោយភាគីអ៊ីស្រាអែលដែលមានដូចជានៅទីក្រុង Tabriz ទីក្រុង Kermaza ទីក្រុង Alam ទីក្រុង Arak ទីក្រុង Nata ទីក្រុង Isfahan ទីក្រុង Awas និងទីក្រុង Tehranកងឆ្មាំបដិវត្តន៍អ៊ីស្រាអែលរបស់អ៊ីរ៉ង់ម្នាក់បាននិយាយថាពួកគេបានត្រៀមខ្លួនរួចរាល់ដើម្បីវាយបកបើទោះបីជាមេតបរបស់ខ្លួនគឺលោក Hossein Salami ត្រូវបានសម្លាប់ដោយអ៊ីស្រាអែលក៏ដោយចំណែកឯក្រសួងការបរទេសអ៊ីរ៉ង់ក៏បានប្រកាសថាទីក្រុងតេអ៊ីរ៉ង់មានសិទ្ធិស្របច្បាប់និងត្រឹមត្រូវសម្រាប់ការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលក្រមធម្មនុញ្ញអង្គការសហប្រជាជាតិដែលបានបន្ថែមថាបើគ្មានការបើកដៃពីអាមេរិកនោះអ៊ីស្រាអែលក៏មិនហ៊ានវាយប្រហារឡើយក្រសួងខាងលើបានចេញសេចក្តីថ្លែងការណ៍ថាសកម្មភាពឈ្លានពានរបស់របបសាយអូនីប្រឆាំងនឹងអ៊ីរ៉ង់មិនអាចត្រូវបានអនុវត្តដោយគ្មានការសម្របសម្រួលនិងការអនុញ្ញាតពីសហរដ្ឋអាមេរិកបាននោះទេដូច្នេះហើយរដ្ឋាភិបាលអាមេរិកដែលជាអ្នកគ្រប់គ្រងដ៏សំខាន់នៃរបបមួយនេះក៏នឹងទទួលខុសត្រូវចំពោះផលប៉ះពាល់និងផលវិបាកដ៏គ្រោះថ្នាក់នៃការប្រព្រឹត្តរបស់របបសាយអូនីផងដែរ